ទស្សនិកជនព័ត៌មានជាបន្តទៀតនេះគឺកិច្ចប្រជុំប្រតិភូកីឡាត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី33នៅសាលប្រជុំមជ្ឈមណ្ឌលជាតិវឹកវើនកីឡាឯកឧត្តមវត្តចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងជាអនុប្រធានប្រតិភូកីឡាចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី33នៅរាជាណាចក្រថៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី9ដល់ថ្ងៃទី20ខែធ្នូឆ្នាំ2025ខាងមុខនេះរួមទាំងអាដាមញៀនសុកវិសាលប្រធាននាយកដ្ឋានពហុកីឡានៃគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងជានាយបេសកកម្មនិងលោកយានគីស៊ីវថាប្រធានមជ្ឈមណ្ឌលជាតិវឹកវើនកីឡានិងជានាយករងបេសកកម្មបានបើកកិច្ចប្រជុំជាមួយប្រតិភូកីឡាតំណាងសហព័ន្ធនិងគ្រូបង្វឹកដែលត្រូវទៅចូលរួមការប្រកួតដើម្បីធ្វើការពន្យល់និងណែនាំប្រតិភូកីឡាក្នុងអំឡុងមុនពេលក្នុងពេលប្រកួតនិងត្រៀមលក្ខណៈដើម្បីចូលរួមជួបសំណេះសំណាលនិងផ្ដល់អនុសាសន៍ណែនាំពីអាដាមបណ្ឌិតសភាចាហងជួនរ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅវិមានសន្តិភាពនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025នាពេលខាងមុខនៅក្នុងឱកាសនោះផងដែរអាដាមរដ្ឋលេខាធិការក៏បានពំនាំនៅអនុសាសន៍ណែនាំពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីឲ្យប្រកាន់ខ្ជាប់នៅវិន័យក្រមសីលធម៌ទាំងការហូបចុកស្នាក់នៅការប្រកួតនិងការធ្វើដំណើរផ្សេងៗត្រូវប្រកាន់នៅភាពថ្លៃថ្នូរអត់ធ្មត់ត្រូវគិតអំពីសុវត្ថិភាពជាចម្បងនិងស្ដាប់ការណែនាំរបស់មន្ត្រីដឹកនាំក្នុងពេលប្រកួតពីខ្ញុំបាទលួនឯក TV5 Online News